សាលារៀនអូនសូហ្វីយ៉ាវ៉ាកងពីសប្តាហ៍ចាគឺថ្ងៃឈប់សម្រាកនៅរដូវផ្ការីកពុកម៉ែបងប្អូនចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះចំណាយពេលជាមួយនឹងកូនស្រីពេញមួយថ្ងៃចាមិនពេញមួយថ្ងៃទេបងប្អូនគឺ2អាទិត្យពេញដោយសារគាត់វ៉ាកង2អាទិត្យណាចា2សប្តាហ៍ពេញបបហ្មងអញ្ចឹងគឺថាមានពេលវេលានៅជាមួយកូនរាល់ថ្ងៃចាហើយអូនសូហ្វីយ៉ាគឺឥឡូវនេះកាន់តែធំទៅបងប្អូនអញ្ចឹងគឺគាត់អូយគាត់និយាយរួមគាត់ដូចថាគាត់រងមាំគាត់លះលហួនហើយឆ្លាតខ្លាំងមែនតើចាខ្ញុំមានអារម្មណ៍ថាខ្លួនឯងកាន់តែចាស់ទៅកូនកាន់តែធំទៅណាឥឡូវចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងចាដូចគេថាពេលវេលាតែងតែដើរទៅមុខពេលវេលាអត់ចាំយើងត្រឹមត្រូវចាដូចឥឡូវអញ្ចឹងថ្មិចបើកឃើញកូនអាយុ6 7ឆ្នាំ6ឆ្នាំជាង7ឆ្នាំមកឃើញទេចឹងគឺថាពេលវេលាគឺលឿនខ្លាំងមែនតែនចាកាលពីមុនមើលឃើញកូនចេះតែនៅទូចពី1ឆ្នាំដល់4ឆ្នាំ5ឆ្នាំក៏នៅតែមើលឃើញកូនថាកូនក្មេងកូនទូចតែដល់ពេលឥឡូវគាត់ចូល6ឆ្នាំ7ឆ្នាំនេះគឺបានយើងដឹងថាអូកូនយើងកាន់តែធំទៅចាឃើញប្លែកហ្មងចាហើយអញ្ចឹងគឺយើងត្រូវតែចំណាយពេលវេលារបស់យើងនឹងការរស់នៅប្រចាំថ្ងៃយើងនឹងឲ្យមានតម្លៃចាសម្រាប់ខ្ញុំបានធ្វើហើយជាមួយនឹងកូនជាមួយនឹងប្តីខ្ញុំគាត់មកពីធ្វើការបងប្អូនអញ្ចឹងគាត់ឆ្លៀតទិញអីយកមកឲ្យប្រពន្ធញ៉ាំពួកយើងនៅញ៉ាំអីហើយអញ្ចឹងក៏នៅនេះត្រឡប់ទៅផ្ទះវិញអញ្ចឹងណាហើយខ្ញុំជិះកង់មកមួយកូនស្រីខ្ញុំហើយប្តីខ្ញុំគាត់បើកឡានមកដោយសារគាត់ចេញពីធ្វើការបងប្អូនចាចឹងទៅខ្ញុំជិះកង់ជាមួយកូនស្រីទៅផ្ទះវិញប៉ាយកអវ៉ាន់ធ្ងន់ដាក់ចូលឡានទៅអស់ហើយបងប្អូនចាំមើលកង់ខ្ញុំណាកង់ខ្ញុំនេះកង់សំណប់ចិត្តខ្ញុំបងប្អូនចាជិះកង់សំណប់ចិត្តនឹងត្រឡប់មកផ្ទះជាមួយកូនវិញហើយក៏ធ្វើម្ហូបមួយមុខញ៉ាំបាយសូបបាយមួយចានឲ្យប្តីខ្ញុំអញ្ចឹងណាចាហើយកូនខ្ញុំបន្លែគឺក៏អត់ញ៉ាំទេបងប្អូនអញ្ចឹងមានតែសូបបាយជាមួយទឹកស្លនឹងឲ្យគាត់ទៅហើយបកាមកគ្រាប់2គ្រាប់2 3គ្រាប់ទៅជួនកាលគាត់អត់ញ៉ាំទៀតអស់បងប្អូនកូនស្រីខ្ញុំគាត់ញ៉ាំរើសណាស់ចាប៉ុន្តែគាត់ថាពេលព្រឹកឡើងយើងមានទឹកដោះគោអីឲ្យគាត់មាននំប៉័ងមានផ្លែឈើអីចឹងណាឲ្យគាត់ញ៉ាំចាគាត់មិនញ៉ាំតាពឹងផ្អែកលើបាយសូបស្លនឹងមកមុខទេបងប្អូនចានៅស្រុកនេះគេមានអាហារច្រើនណាស់ចាខ្ញុំអត់ដែរឲ្យកូនស្រីខ្ញុំញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ឬក៏ជាតិស្ករខ្ពស់ទេបងប្អូនចាអញ្ចឹងមិនគាត់រក្សារាងគាត់បានល្អហើយគាត់រឹងមាំចាភាគច្រើនផ្លែឈើអីចឹងទៅចាគឺល្អសម្រាប់សុខភាពគាត់ចាខ្ញុំសូមបន្ថែមបន្តិចបងប្អូននៅក្នុងប្រទេសហូឡង់កូនស្រីខ្ញុំពេលដែលគាត់ទៅសាលារៀនណាគ្រូគេបានប្រាប់គាត់ថាភេសជ្ជៈមួយចំនួនដូចជាទឹកកូកាកំប៉ុងទឹកក្រូចកំប៉ុងដែលមានជាតិស្ករខ្ពស់គឺគាត់អាចទទួលទានបានទេចាអញ្ចឹងគាត់យល់ដឹងហ្មងថាភេសជ្ជៈណាគាត់អាចហូបបានភេសជ្ជៈណាគាត់អត់អាចហូបបានចានៅសាលារៀនកូនស្រីខ្ញុំគ្រូហាមដាច់ខាតមិនឲ្យកូនយើងយកស្ករគ្រាប់តែញ៉ាំនៅក្នុងសាលារៀនបានទេចាគឺគ្រូហាមដាច់ខាត